សូមជូនល្ខោនវិទ្យុរឿងរដូវដំបូងអាឡូជំរាបសួរចាជំរាបសួរបងនាងខ្ញុំជាគ្រូជាតាកូនបងអូចាជំរាបសួរអ្នកគ្រូអ្នកគ្រូទូរស័ព្ទមកដោយសារតែអត់ឃើញជាតាទៅរៀនមែនអ្នកគ្រូចាបងចាសុំទោសអ្នកគ្រូដែលខ្ញុំអត់បានសុំច្បាប់ម្សិលមិញហ្នឹងជាតាគេមករដូវដំបូងហើយឥឡូវគាត់អត់ព្រមទៅរៀនទេព្រោះអីគាត់ខ្លាចខ្មាស់គេអូចាខ្ញុំអត់ដឹងធ្វើម៉េចទេអ្នកគ្រូហើយខ្ញុំខំនិយាយជាមួយគាត់ឲ្យទៅរៀនដែរតែគាត់ដូចខឹងខ្ញុំវិញមិនទេអ្នកគ្រូចាបងតាមស្ដាប់ទៅជាតាប្រហែលជាកំពុងឆ្លងកាត់ស្ថានភាពដូចមិត្តភក្តិគាត់មួយចំនួនដែរហើយសូមបងស្រីកុំបារម្ភអីបងអាចមកប្រឹក្សាជាមួយខ្ញុំនៅសាលាបានពួកខ្ញុំធ្លាប់ដោះស្រាយបញ្ហានេះជាមួយអាណាព្យាបាលច្រើនមកហើយយើងអាចពិភាក្សារកដំណោះស្រាយនិងណែនាំគាត់បានណាបងអូល្អតាអ្នកគ្រូខ្ញុំកំពុងតែពិបាកចិត្តផងចុះប៉ាជាតាគួរទៅដែរអត់អ្នកគ្រូគាត់ដូចជារវល់ការងារច្រើនដែរហ្នឹងចាបងបើបងប្រុសបានចូលរួមដែរវាកាន់តែល្អសម្រាប់ជាតាព្រោះនាងនឹងមានទាំងប៉ាទាំងម៉ាក់ដែលយល់ចិត្តនាងចាអ្នកគ្រូតើខ្ញុំត្រូវទៅជួបអ្នកគ្រូម៉ោងប្រហែលដែរអ្នកគ្រូចាម៉ោង11កូនសិស្សចេញទៅផ្ទះអញ្ចឹងយើងមានពេលទៅចែកគ្នាឯងបងចាអញ្ចឹងស្អែកជួបគ្នាអ្នកគ្រូអរគុណចាបងអរគុណជំរាបលាហើយជីទៅផ្ទះស្រួល4ណាកូនជំរាបសួរអ្នកគ្រូជំរាបសួរអ្នកគ្រូចាជំរាបសួរបងស្រីបងប្រុសអញ្ចឹងអង្គុយបងចាបាទអរគុណអរគុណអ្នកគ្រូដែលបានអញ្ជើញពួកខ្ញុំមកជួបពិភាក្សាហើយអ្នកគ្រូសុខសប្បាយធម្មតាអ្នកគ្រូចាសុខសប្បាយទេចុះបងទាំងពីរអ្នកវិញចាមិនអីទេខ្ញុំក៏សុខសប្បាយដែរបាទខ្ញុំក៏សុខសប្បាយដែរទេតែដូចជាមិនសូវសប្បាយចិត្តទេអ្នកគ្រូអញ្ចឹងហើយទៅមករកអ្នកគ្រូឲ្យជួយហ្នឹងណាចារីករាយនឹងជួយបងកុំអាចខាត់ពេលបងយូរខ្ញុំសុំលើកយករឿងជាតាមកតែចែកតែម្ដងចាអ្នកគ្រូមានក្មេងស្រីរៀនជាមួយជាតាផ្សេងទៀតណាក៏ធ្លាប់ជួបរឿងមករដូវដូចគ្នានឹងដែរតែជាតាហាក់ពិបាកប្រឈមនឹងរឿងនឹងបន្តិចព្រោះនាងជាក្មេងស្រីខ្មាស់អៀនច្រើនចាអ្នកគ្រូកូនខ្ញុំមិនសូវចេះមាត់កទេប៉ុន្តែចូលចិត្តការសិក្សាណាស់តែតាំងពីមករដូវមកគាត់លែងចង់មករៀនហើយចង់មុននឹងបងមានបានសង្កេតឃើញពីការផ្លាស់ប្ដូររបស់នាងពាក់ព័ន្ធនឹងរាងកាយឬអត្តចរិតអ្វីទេបងព្រោះការចាប់ផ្ដើមមករដូវវាបញ្ជាក់ពីភាពពេញវ័យរបស់ក្មេងស្រីក្នុងដំណាក់កាលនេះការផលិតអរម៉ូនក្នុងខ្លួនយើងកើនឡើងហើយធ្វើឲ្យប្រែប្រួលទាំងរាងកាយនិងអារម្មណ៍អូចាអ្នកគ្រូអញ្ចឹងហើយពួកគេអាចនឹងមានអារម្មណ៍ម្ដងសប្បាយចិត្តម្ដងខឹងជួនកាលផ្លូវចិត្តហាក់មានភាពច្បោកច្បល់ទៀតផងអូប្រហែលអញ្ចឹងហើយបានជាគាត់មិនចង់មករៀនអាទិត្យមុនគាត់មកសួរខ្ញុំថាហេតុអីបានជាគាត់ចាប់ផ្ដើមដោះរោមក្លៀកហើយក្លៀកគាត់មិនខ្មៅជាងក្លៀកខ្ញុំអញ្ចឹងហើយចុះបងប្រាប់គាត់ថាម៉េចពេលហ្នឹងខ្ញុំមិនបានគិតដិតដល់ទេចេះតែញាស់កូនលេងហ្នឹងណាខ្ញុំថាក្លៀកម៉ាក់សស្អាតអញ្ចឹងហើយកូនឯងសែនកាត់ទៅប៉ាហ្នឹងបានក្លៀកខ្មៅអញ្ចឹងមើលក្លៀកប៉ាកូនឯងមើលឡើងខ្មៅហ្នឹងហើយម៉ែវាឯងញាស់កូនការពិតទៅសមកពីលៀបលេសោះគ្មានអីល្អជាងធម្មជាតិទេតែឥឡូវខ្ញុំឈប់លៀបហើយតាខ្លាចខូចសុខភាពខ្ញុំឆ្លើយលេងសើចជាមួយកូនមកពីការហ្នឹងខ្ញុំគិតថាកូនវាមិនទៅដឹងអីជាធម្មជាតិអីមិនធម្មជាតិនោះទេចាបង
ក្មេងក្នុងវ័យដូចជាតានឹងងាយរងគ្រោះដោយសារពាក្យសម្ដីបន្ទោសផ្អាប់ណាស់ហើយក៏ឆាប់ជឿណាស់ដែរព្រោះរាងកាយនិងអារម្មណ៍គាត់ណាប្រែប្រួលខុសប្រក្រតី ចាអ្នកគ្រូថ្ងៃមុនខ្ញុំភ័យនឹងគាត់ស្ទើរបាសសក់សុកគាត់ស្រែកពេញផ្ទះថាឈាមហើយរត់ចូលបន្ទប់ទឹកម៉ាត់មានណាខ្ញុំរត់ប្រញាប់ទៅមើលគាត់ក៏តាក់ជើងខ្លួនឯងប៊ីនឹងដួល ពេលទៅដល់គាត់ប្រាប់ខ្ញុំថាមិនដឹងកាត់អីទេម៉ែសុកស្រាប់តែមានឈាមហូរមកប្រឡាក់ខោខ្ញុំថាមើលនៅណាគាត់ក៏លើកខោក្នុងឲ្យខ្ញុំមើលទើបខ្ញុំដឹងហ្នឹងណាអ្នកគ្រូអើយពីដំបូងខ្ញុំភ័យស្មានតែកូនកើតអីអើយហេតុតែកូនខ្ញុំស្ទើរតែលើសឈាមហើយ ហេតុតែគ្នាមិនដឹងទៅគ្នាភ័យឆោឡោហើយស្លន់ស្លោដល់ម៉ែវាឯងទៀតបើខ្ញុំនៅផ្ទះចំពេលនោះក៏ប្រហែលជាភ័យអញ្ចឹងដែរហើយមកទៅនោះ ចុះបងស្រីបានបញ្យល់ប្រាប់ជាតាថាម៉េច ខ្ញុំប្រាប់គាត់ថាកូនឯងមករដូវទេកំភៃបញ្ហាវាតែងតែកើតមានចំពោះស្រីយើងគ្រប់រូបរៀងរាល់តែខែហ្នឹង ត្រូវអីបង ចាពេលហ្នឹងខ្ញុំក៏ទៅយកសម្លេងអនាម័យឲ្យគាត់តែបានតែមួយយប់ដល់ព្រឹកឡើងខ្ញុំឃើញមុខគាត់មិនស្រួលសោះពេលខ្ញុំព្យាយាមសួរគាត់ចង់យំផងអីផងបង្ហាញក្តីបារម្ភខ្លាំងហើយប្រាប់ខ្ញុំថាវាចេះតែហៀប្រឡាក់ខោហើយអត់ចង់ទៅរៀនទេខ្លាចហៀប្រឡាក់ខោទៀតគេឃើញខ្មាស់គេ ខ្ញុំមិនដែលឆ្លងកាត់តែខ្ញុំឆ្ងល់ថាបើគាត់ស្លៀកសពុតខ្មៅអញ្ចឹងមាននរណាគេទៅឃើញ បងក្មេងអាយុប៉ុណ្ណាក៏ចេះខ្មាស់អៀនដែរជាពិសេសនៅអាយុដូចជាតានឹងគ្នាកាន់តែពិបាកទទួលយកការផ្លាស់ប្ដូររាងកាយនិងអារម្មណ៍ខ្លួនឯង អូបានអ្នកគ្រូ មានកត្តាច្រើនដែលអាចប៉ះពាល់ដល់អារម្មណ៍និងរូបរាងកាយរបស់ក្មេងស្រីជំទង់ពេលខ្លះគេមើលរឿងតាមបណ្ដាញសង្គមឃើញតួអង្គគេស្អាតហើយក៏ចេះតែប្រៀបធៀបមកខ្លួនឯងមិនស្អាតដូចគេខ្វះត្រង់នេះខ្វះត្រង់នោះក៏មិនសប្បាយចិត្តនឹងខ្លួនឯងហើយពេលគាត់ចាប់ផ្ដើមមករដូវពីជាកត្តាធម្មជាតិគឺធ្វើឲ្យអរម៉ូនមានការប្រែប្រួលនោះក៏ជាមូលហេតុឆាប់ធ្វើឲ្យងាយប៉ះទង្គិចផ្លូវអារម្មណ៍ក្មេងស្រីជំទង់ដែរ ពេលស្ដាប់អ្នកគ្រូខ្ញុំយល់អារម្មណ៍ហ្នឹងព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរតែសម័យខ្ញុំអ្នកគ្រូគេຕົកការមករដូវដំបូងហ្នឹងដូចជារឿងមិនល្អយ៉ាងម៉េចទេទៅវត្តក៏អត់បានដើរកាត់ចំការគេក៏មិនបានហើយងូតទឹកក៏អត់បានទៀតម៉ែឲ្យសង្ងំតែនៅក្នុងផ្ទះអត់ឲ្យចេញក្រៅទេដូចគេកើតកូវីដអញ្ចឹងម្ល៉េះហើយវាស្អុះស្អាប់ល្មាស់ដេកក៏មិនសុខអង្គុយក៏មិនសុខពេលហ្នឹងទាល់តែលួចងូតទឹកកដាអធិធតើលឺឆ្កែព្រុសឆ្កែលូអ្នកគ្រូអើយខ្ញុំខ្លាចខ្មោចលងចង់ងាប់ ដល់ម្លឹងផងម៉ែវា ហ្នឹងហើយកាលហ្នឹងខ្ញុំចុកពោះស្ទើរសន្លប់ហើយគ្មាននរណាយល់អារម្មណ៍ហ្នឹងទេ គិតទៅស្ត្រីពិតជារងការលំបាកណោះ ចាបងពិតជាលំបាកណាស់ បាទអ្នកគ្រូ តាក់ទងនឹងពេលមករដូវចាស់មិនសូវឲ្យទៅវត្តព្រោះខ្លាចបាបហើយបដាកាត់ចំការដំណាំខ្លាចធ្វើឲ្យដំណាំងាប់ការប៉ັດទៅខ្ញុំសាអស់ហើយដំណាំក្តៅហួតហែងគ្មានទឹកទៅពីងាប់តែបើស្រោចទឹកថែធួនដាក់ជីវាមានតែងាប់អីឯរឿងទៅវត្តខ្លាចបាបវិញវារត់តែពុំសមហេតុផលទៅទៀតព្រោះវាជារឿងធម្មជាតិ មែនតាអ្នកគ្រូ ឬក៏ចាស់ប្រកបគំនិតអប់រំអីដែលយើងយល់មិនដល់ទេដឹងណោះ ខ្ញុំក៏មិនច្បាស់ដែរបងប៉ុន្តែសម័យនេះបើយើងត្រូវទៅវត្តយើងត្រូវចេះរក្សាខ្លួនប្រកបដោយអនាម័យទៅគឺវាបានហើយ ការពិតទៅបើជំនឿគ្មានហេតុផលឬក៏មិនយល់ហេតុផលនឹងនាំមកនៅបញ្ហាច្រើនជាង ចាបងអញ្ចឹងហើយបានជាខ្ញុំអញ្ជើញបងមកដែរដើម្បីឲ្យបានយល់ពីការមករដូវរបស់មនុស្សស្រីដោយសារនៅមានកត្តាប៉ះពាល់នឹងការយល់ច្រឡំច្រើនជុំវិញរឿងនេះនិយាយអញ្ចឹងតើបងទាំងពីរធ្លាប់បានដឹងថាតើវត្តរដូវនឹងជាអ្វីអត់ ខ្ញុំដូចជាមិនច្បាស់ទេអ្នកគ្រូ បើខ្ញុំអត់ដឹងទេអ្នកគ្រូ វត្តរដូវជាសុខភាពបន្តពូជរបស់ស្ត្រីចាប់តាំងពីពេលចាប់ផ្ដើមមករដូវដំបូងស្ត្រីគឺអាចបន្តពូជបានមានន័យថាអាចមានកូនភាគច្រើនវត្តរដូវមាន28ថ្ងៃប៉ុន្តែអាចប្រែប្រួលពី21ទៅ35ថ្ងៃនៅពេលក្មេងស្រីចាប់ផ្ដើមមានរដូវដំបូងវត្តរដូវរបស់ពួកគេជារឿយៗគឺមិនសូវទៀងទាត់ទេរដូវអាចមកខែនេះហើយបាត់នៅខែបន្ទាប់ជួនកាលមួយខែមកដល់ទៅ2ដងឯណោះបញ្ហានេះអាចកើតឡើងក្នុងអំឡុង1ឆ្នាំទៅ2ឆ្នាំដំបូងសម្រាប់ក្មេងស្រីទើបនឹងពេញវ័យ ចុះអ្នកគ្រូពេលខ្ញុំមករដូវមិនទៀងវិញ
តើដោយសារហេតុអីបើខ្ញុំមិនមែនទៅបំពេញវ័យផងហ្នឹង ខ្ញុំពុំមែនជាពេទ្យជំនាញទេប៉ុន្តែអាចដឹងខ្លះៗគឺអាចបណ្ដាលមកពីរបបអាហារភាពតានតឹងឬ stress ហើយក៏អាចដោយសារសម្លេងអនាម័យដែរ សម្លេងអនាម័យមិនចឹងអ្នកគ្រូសម្លេងអនាម័យក៏អាចប៉ះពាល់ដែរមែនខ្ញុំភាកច្រើនប្រើតែរបស់ល្អៗដែរហ្នឹង ចាបងសម្លេងអនាម័យភាគច្រើនធ្វើពីផ្លាស្ទិកមានក្លិននិងជាតិគីមីផ្សេងៗទោះបីវាងាយស្រួលផ្លាស់ប្ដូរមែនតែបើវាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទនិងសុខភាពបន្តពូជរបស់ស្ត្រីបានដែរស្ត្រីយើងមួយចំនួនណាមានប្រតិកម្មជាមួយនឹងជាតិគីមីទាំងនោះដូចនេះជាយោបល់ខ្ញុំសម្រាប់ជាតាបងគួរជ្រើសរើសផលិតផលផ្សេងទៀតដែលមានសុវត្ថិភាពហើយអនាម័យសម្រាប់នាងទាន់នាងទៅមករដូវដំបូង តើអ្នកគ្រូអាចណែនាំជំរឿនផ្សេងបានអត់អ្នកគ្រូខ្ញុំមកដល់ពេលនេះស្គាល់តែសម្លេងអនាម័យទេអ្នកគ្រូខ្ញុំមិនដែលដឹងថាមានជំរឿនផ្សេងអីទៀតទេ បើបងអាចរើសកណាត់អនាម័យស្ត្រីឬពែងអនាម័យដែលមានគុណភាពល្អមកប្រើបានណានោះរត់តែប្រសើរដោយសារជាតានៅក្មេងប្រើកណាត់អនាម័យស្ត្រីងាយស្រួលសម្រាប់គាត់ជាងហើយមិនចំណាយច្រើនទេ មិនពិបាករកទិញទេអីអ្នកគ្រូ ចាអូបងខ្ញុំជូនយោបល់មួយកណាត់អនាម័យស្ត្រីនឹងបងអាចកាត់ដេរដោយខ្លួនឯងបានគឺគ្រាន់តែប្រើកណាត់ឬកន្សែងពោះគោស្អាតក៏បានហើយដេរវាជារូបរាងសម្លេងអនាម័យដាក់ទ្រនាប់មិនជ្រាបទឹកដូចជាកណាត់ឆាត់ឬកណាត់តង់មួយជាន់ទៅក្រោយប្រើរួចយើងត្រូវបោកជាមួយទឹកស្អាតនិងសាប៊ូឲ្យស្អាតហើយដាក់ហាលឲ្យត្រូវថ្ងៃស្ងួតល្អដើម្បីប្រើប្រាស់ឡើងវិញនៅពេលក្រោយក៏បាន ចាអ្នកគ្រូខ្ញុំគិតថាខ្ញុំអាចដេរឲ្យកូនបានអ្នកគ្រូអើយកាលពីជំនាន់ដើមណាមានសម្លេងមកពីណាអ្នកគ្រូមានតែស្បៃនិងកណាត់ហ្នឹងឯង ចាត្រូវហើយបងគ្រាន់តែផ្លាស់ប្ដូរមួយថ្ងៃ3ឬ4ដងតាមបរិមាណឈាមហើយងូតទឹកសម្អាតខ្លួនឲ្យបានស្អាតយ៉ាងតិចមួយថ្ងៃ2ដងជាការស្រេចអូហើយកក់សក់ក៏គ្មានបញ្ហាអ្វីដែរបាននិយាយពីរបបអាហារវិញគឺគួរតែញ៉ាំអាហារដែលមានជីវជាតិជាពិសេសអាហារដែលសម្បូរជាតិដែកកាល់ស្យូមនិងប្រូតេអ៊ីន ចាអ្នកគ្រូ បាទអ្នកគ្រូ ការញ៉ាំទឹកក្តៅអ៊ុនៗឲ្យបានច្រើនឬស្អំពោះក្តៅៗក៏ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវផងដែរហើយអ្វីដែលសំខាន់នោះជាតាគួរតែបានយល់ថាការមករដូវជារឿងធម្មតាមិនមែនជារឿងគួរឲ្យខ្មាស់អៀនឬជាបញ្ហាមិនប្រក្រតីទេ ចាខ្ញុំនឹងបញ្យល់នាងបន្ថែមអ្នកគ្រូ ចាពេលមានបញ្ហាឈឺចុកចាប់ទ្រាំពុំបានគាត់អាចសុំច្បាប់សម្រាកនៅផ្ទះបានប៉ុន្តែមិនគួរចាត់ទុករឿងនេះជាបញ្ហាប្រឈមធ្ងន់ធ្ងរធ្វើឲ្យអាក់ខានដល់ការសិក្សារបស់គាត់ឡើយហើយពេលមានបញ្ហាគាត់អាចគិតដល់មិត្តភ័ក្តិឪពុកម្ដាយអ្នកគ្រូឬគណៈគ្រប់គ្រងសាលារៀនដែលអាចជួយគាត់បាន ចាអ្នកគ្រូនិយាយត្រូវកូនខ្ញុំចូលចិត្តមករៀនផង អាណិតកូនណាចាំមើលនាំកូនទៅដើរលេងបធូរអារម្មណ៍ខ្លះសិន ហើយចោះប្រពន្ធអត់ទាន់មករដូវដើរលេងបធូរអារម្មណ៍បានដែរអត់ ល្ខោនវិទ្យុរឿងរដូវដំបូងសហការផលិតដោយក្រសួងអប់រំយុវជននិងកីឡានិង Green Ladies គាំទ្រដោយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ GIZ ក្នុងយុទ្ធនាការទិវាគ្រប់គ្រងអនាម័យវត្តរដូវសុខភាពវត្តរដូវនិងសិទ្ធិរបស់ក្មេងស្រីនិពន្ធដោយកញ្ញាហុកសុវណ្ណរចនាដឹកនាំសម្ដែងនិងដំឡើងសម្លេងដោយលោករស់គង់ដែលប្រិមិត្តទៅបានស្ដាប់អំបញ្ញមិញនេះចាប់តែប៉ុណ្ណេះសូមអរគុណ